ប្រឆាំងជ្រុលនិយមមួយក្តាប់តូចណាជាពិសេសសំរងស៊ីណាផុសសំណេរពីមួយថ្ងៃទៅមួយថ្ងៃដើម្បីវាយប្រហាររដ្ឋាភិបាលណាបងប្អូនគិតយូរទៅសំរងស៊ីនេះណាឥឡូវអាយុ77ឆ្នាំហើយប៉ុន្តែសំរងស៊ីណាមិនដែលរោគសេចក្តីសុខដាក់ក្នុងខ្លួនទេពេលមួយថ្ងៃទៅមួយថ្ងៃវាយប្រហារមកលើរដ្ឋាភិបាលខ្មែរយើងសួរថារដ្ឋាភិបាលខ្មែរយើងដែលលោកខិតខំយ៉ាងណាពុកម៉ែបងប្អូនឃើញហើយប៉ុន្តែពួកអកតៈមួយចំនួនណាដឹកនាំដោយទណ្ឌិតក្បត់ជាតិសំរងស៊ី3ចំនួននេះថោកទាបរកលេខដាក់គ្មានទេពុកម៉ែបងប្អូនណាហើយបង្កើតព្រឹត្តិការណ៍អញ្ចេះបង្កើតព្រឹត្តិការណ៍អញ្ចោះណាគេនាំគ្នាទៅប្រទេសនេះគេនាំគ្នាទៅប្រទេសនោះដើម្បីគេថារួបរวมគ្នា23ដុល្លារស្រោចស្រង់ប្រទេសជាតិណាពុកម៉ែបងប្អូនឃើញទេណាសួរថាពួក23ដុល្លារផេះអស់នេះមកជួយស្រោចស្រង់ប្រទេសជាតិកន្លែងណាណាពេលមួយថ្ងៃទៅមួយថ្ងៃលើកដំកើងតែបាក់ពួកឯងប្រមាណក្បាលដើរបោកប្រាស់គេហើយមកវាយប្រហារថ្នាក់ដឹកនាំណាសត្វតាអញ្ចេះមួយអញ្ចេះពីរឥឡូវពុកម៉ែបងប្អូនមើលឃើញហីណាទៅកន្លែងណាបង្កើតព្រឹត្តិការណ៍កន្លែងហ្នឹងទៅកន្លែងណាបង្កើតព្រឹត្តិការណ៍កន្លែងហ្នឹងដើម្បីប្រមូលលុយចែកគ្នាណាហើយមកទម្លាក់កំហុសសត្វតារដ្ឋាភិបាលហ្នឹងមិនគិតមិនគូរណារឿងប្រទេសជាតិយើងគេបង្កើត23ដុល្លារជួយស្រោចស្រង់ប្រទេសជាតិណាខ្ញុំខ្ពើមសម្ដីណាខ្ពើមសម្ដីពួកអាកថោប្រឆាំងមួយចំនួនណាដូចអាសេងរតនាណាដូចអាអ៊ុំសំអានណាដូចអាមួយស្អីបងប្អូននិយាយបែកបាក់មិនទៅមុខហ្នឹងណាហើយនេះពួកគេនេះបងប្អូនមើលពីរដ្ឋណាដែរអូខ្ញុំមកពីរដ្ឋអកន្សោហើយតាបងចំណាយពេលប៉ុន្មានម៉ោងក្នុងការធ្វើដំណើរមកអូពេលវេលាប្រហែលវែងដែរប្រហែល26ទៅ27ម៉ោងអូឆ្ងាយមែនតើខ្ញុំចេះឆ្ងល់ថាពួកអស់នេះពួកមីកថោអាកថោអស់នេះវាជួយមកស្រោចស្រង់ប្រទេសជាតិស្អីគេហ៎បើមួយថ្ងៃនាំគ្នាតែផ្ដុំក្បាលគ្នាណាលៀបពណ៌ចោតប្រកាន់មកលើខ្មែរដើរមូលបង្កាច់មកលើរដ្ឋាភិបាលខ្មែរទាំងខ្លួនឯងមិនដែលបានស្អីជួយជាតិណាមួយថ្ងៃអង្គុយតែប្រមូលផ្ដុំគ្នាណាវាយប្រហារថ្នាក់ដឹកនាំសត្វតែថ្នាក់ដឹកនាំចេះមួយចេះពីរហើយចុះពួកអាកថោមីកថោឯងប្រមាណក្បាលនេះសួរថាធ្វើស្អីចំណេញដល់ខ្មែរអត់រាល់ថ្ងៃពួកអស់នេះធ្វើអីមិនដែលចំណេញដល់ខ្មែរទេពុកម៉ែបងប្អូនប៉ុន្តែបើបង្កើតព្រឹត្តិការណ៍ដើរបោកលុយគេអាហ្នឹងប្រកែណាតែបើធ្វើនយោបាយឲ្យចំណេញដល់ខ្មែរគឺមិនដែលមានទេណាផ្ដាំទៅសំរងស៊ីណាអាយុ77ឆ្នាំនេះហើយចិត្តងាប់ទៅវិញហើយណារកអំពើល្អដាក់ក្នុងខ្លួនធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្មែរនេះណាគេស្រឡាញ់ម្ដងមើលបើស្រឡាញ់តែពួកអស់ឯងប្រមាណក្បាលពួកអាកថោមីកថោណាដើរតែបោកប្រាស់លុយគេយកមកចែកគ្នាចាយប្រមាណក្បាលហ្នឹងអាហ្នឹងមែនតែបងប្អូនប្រជាពលរដ្ឋណាគេរស់នៅក្រោមដំបូលមលុបរបស់សម្ដេចតេជោសម្ដេចមហាបបរធិបតីគេអត់មានទៅជឿជាក់លើអាក្បត់ជាតិឯងទេណាពេលមួយថ្ងៃទៅមួយថ្ងៃបំផុសបំផុលបង្ខូចណាមកលើតែរដ្ឋាភិបាលពេលមួយថ្ងៃទៅមួយថ្ងៃអស់ពីវាយហ្គេមណាប្រមូលផ្ដុំគ្នា23ដុល្លារយើងនាំគ្នាស្រោចស្រង់ប្រទេសជាតិមើលចង់សួរទៅសំរងស៊ីឯងជួយស្រោចស្រង់ប្រទេសជាតិបានកន្លែងណាខ្លះហើយអាក្បត់ជាតិរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលតើអាក្បត់ជាតិឯងបង្កើតបកនេះចូល30-40ឆ្នាំនេះវាបាន
ណាច់ដែលចូលហ៊ុនសែនរួមទាំងគណៈបកប្រជាជនមន្ត្រីក្រមអាវ៉ាត់របស់ថ្នាក់ដឹកនាំណាឲ្យលើកបន្តវេនសម្ដេចមហាបបរធិបតីលោកហ៊ុនម៉ាណែតលោកជាអ្នកស្រោចស្រង់ជាតិជួយប្រជាពលរដ្ឋណាទោះបីជាមានបញ្ហាជាមួយពួកអាចោរសៀមឆ្លៀនពៀនណាដែលអាសំរងស៊ីឯងទៅលក់ក្បាលក៏ដោយទោះបីប្រទេសគេមានបញ្ហាសង្គ្រាមក៏នៅតែថ្នាក់ដឹកនាំណាសម្ដេចទាំងទ្វេលោកខិតខំដើម្បីតែជាតិមាតុភូមិនិងប្រជាពលរដ្ឋណាសួស្តីចាសួស្តីក្មួយប៉ុន្តែបពពួកថោកទាបឯងមួយចំនួនមិនដែលធ្វើអ្វីចំណេញដល់ខ្មែរទេអត់សោះណានៅតែពួកអាល្ងងមីកថោអាកថោមួយចំនួនទេជឿជាក់ទៅណាជឿជាក់ទៅព្រោះអីសំរាំងស៊ីចិត្តស្លាប់ទៅហើយឥឡូវអាយុ77ឆ្នាំហើយណាសួរថាសំរាំងស៊ីតាំងពីបង្កើតបកមកណារីកចម្រើនអីដល់ខ្មែរខ្លះរីកចម្រើនស្អីដល់អ្នកសកម្មជនអ្នកគ្រប់គ្រងផ្កាប់មុខជាប់គុកមួយចំនួនមើលពុកម៉ែបងប្អូនណាមួយថ្ងៃដើរបង្កើតតែព្រឹត្តិការណ៍បង្កើតបកដើរបង្កើតតែព្រឹត្តិការណ៍ញុះញង់បំបែកបំបាក់ខ្មែរណាឲ្យខ្មែរស្អប់ខ្មែរទៅដល់កន្លែងណាសំរាំងស៊ីគេតាំងខ្លួនជាឯងជាអ្នកស្នេហាជាតិនៅកន្លែងហ្នឹងទៅដល់កន្លែងណាក្បាលមេក្រូមួយតាំងខ្លួនឯងជាអ្នកស្នេហាជាតិកន្លែងហ្នឹងមើលស្នេហាជាតិបានស្អីខ្លះណាផ្ដាំផ្ញើទៅពួកមីតែស្គរមួយចំនួនដែលគ្រប់គ្រងសំរាំងស៊ីផ្កាប់មុខណាមើលចរិតមេខ្លួនឯងមើលតាំងពីបង្កើតបកសួរថាចំណេញស្អីដល់ខ្មែរជួយស្អីដល់ខ្មែរណាម្នាក់អត់ទេគ្រប់គ្រងវាគ្មិនចាអរគុណលពូណាអត់ដែលធ្វើស្អីចំណេញដល់កូនខ្មែរណាទេមានតែបំផ្លាញខ្មែរបង្កើតបកណាបំផ្លាញខ្មែរទៅលក់ក្បាលឲ្យបរទេសមកសម្លាប់ខ្មែរមកស្អប់ខ្មែរសួរថាសំរាំងស៊ីឯងនេះជាមនុស្សឬក៏ជាស្អីហ៎ហើយដើរទៅកន្លែងណាក្បាលមេក្រូមួយកន្លែងហ្នឹងតាំងខ្លួនឯងជាអ្នកស្នេហាជាតិនៅកន្លែងហ្នឹងណាសួស្តីបងស្រីចាសួស្តីកូនប្រុសខេត្តតាកែវអរគុណតែចំពោះសម្ដេចទាំងទ្វេលោកមិនដែលតាំងខ្លួនឯងថាជាអ្នកស្នេហាជាតិប៉ុន្តែលោកមិនដែលរត់ចោលជាតិតាំងពីសម្ដេចតេជោហ៊ុនសែនឥឡូវសម្ដេចមហាបវរធិបតីជាអ្នកបន្តវេនលោកនៅតែការពារជាតិណាជួយស្រោចស្រង់ណាដល់ប្រជាពលរដ្ឋណាលោកមិនដែលរត់ចោលប្រទេសជាតិសូម្បីតែមួយដងដូចអាក្បត់ជាតិសំរាំងស៊ីទេណាសួស្តីសេនីចាសួស្តីបងវីគឹមណាអត់ដែរទេហើយមួយថ្ងៃណាក៏ដោយឲ្យតាកាន់ក្បាលមេក្រូយើងរួមគ្នាកំចាត់តកូលហ៊ុនយើងណាស្រោចស្រង់ប្រទេសជាតិណាជួយរំដោះកូនខ្មែរឲ្យរួចតោះទល់អ៊ីណាណីណោះពីរបបទៅជាអញ្ចឹងទៅហើយសួរថាខ្លួនឯងនេះវាបានផេះស្អីជួយដល់ខ្មែរកន្លែងណាបើមួយថ្ងៃមកអង្គុយតែបំផ្លាញខ្មែរហ្នឹងវាយប្រហារថ្នាក់ដឹកនាំខ្មែរខ្លួនឯងជួយខ្មែរត្រង់ណាឥឡូវបងប្អូនជួយខមមិនមើលណាយើងកុំគាំទ្រពួកអាក្បត់ជាតិចោលស្រុកវាគ្មានកំណត់ទេទៅកន្លែងណាបំផុសកន្លែងហ្នឹងទៅកន្លែងណាបំផុសកន្លែងហ្នឹងសិតតែគេមិនកើតអញ្ចេះគេមិនកើតអញ្ចោះមើលអាក្បត់ជាតិ3ចំនួនឯងកើតត្រង់ណាហើយដូចនិយាយកហួយនោះអាលីលើនិយាយកន្លែងណាប៊ីបើកន្លែងហ្នឹងណាសិតតែគេអញ្ចេះសិតតែគេផ្ដាច់ការអញ្ចេះហើយចុះខ្លួនឯងនោះអត់ផ្ដាច់ការទេជំរុញឲ្យគេជាប់គុកជាប់ច្បាប់ដោយសារខ្លួនប្រមាណក្បាលនោះតាំងខ្លួនឯងជាអ្នកស្អីគេតាំងខ្លួនឯងជាអ្នកស្អីគេដោយរឿងសង្គ្រាមអញ្ចឹងជាមួយអាប្រទេសចោលដែលពួកវាលក់ក្បាលហើយចោលថ្នាក់ដឹកនាំសិតថ្នាក់ដឹកនាំសម្ដែងណាសិតតែគេសម្ដែងហើយត្រង់ឯងទៅលក់ក្បាលឲ្យគេនោះយកលុយមកចែកគ្នាចាយនោះ
យើងនឹងជេខ្ញុំជេអញ្ចឹងណាចំណុចដែលខ្វះខាតបំផុតណាគឺពួកអានេះថោកទាបណាស់ពុកម៉ែបងប្អូនវាមិនដៃនៅខាងខ្មែរយើងទេមើលរាល់ថ្ងៃក៏ដោយណាមើលរាល់ថ្ងៃទោះបីថ្នាក់ដឹកនាំយើងខិតខំរបៀបម៉េចទាំងយប់ទាំងថ្ងៃវាយកតែថ្នាក់ដឹកនាំយើងទៅវាយប្រហារទៅប្រាប់ពិភពលោកសតកម្ពុជាអញ្ចេះកម្ពុជាអញ្ចោះណាកម្ពុជាអញ្ចេះកម្ពុជាអញ្ចោះហើយខ្លួនឯងនេះបង្កើតបាក់ដល់តែបោកលុយគេស្ពះសុំលុយគេនេះសុំបីតាមមនុស្សចាំមិនលើកលែងវាអត់និយាយណាមើលពួកអាកថោមីកថោគ្រប់ត្រអាក្បត់ចិត្តមួយចំនួនហ្នឹងឆ្លើយមើលណាថាពួកឯងវាកើតត្រង់ណាថ្នាក់ដឹកនាំអត់កើតទេណាស្រោចស្រង់ជាតិតាំងពីបាត់ដៃតទេប្រទេសមានសុខសន្តិភាពរីកចម្រើនណាគ្រប់វិស័យកសាងណាគ្រប់បណ្ដាខេត្ត25ខេត្តក្រុងគេអត់កើតទេតែវាកើតណាណាវាកើតណាវាក្បត់ជាតិវារត់ចោលស្រុកណាស្នេហាជាតិម៉ែឪវានៅស្រុកគេងាប់ចោលចឹងនៅស្រុកគេមួយថ្ងៃណាក៏ដៀលគេណាមួយថ្ងៃណាក៏ដៀលគេស្រុកគេអញ្ចេះគេអញ្ចោះហើយចោះខ្លួនឯងនេះវាកើតត្រង់ណាបើបង្កើតបាក់ដាទៅសុំលុយគេអញ្ចឹងណាទៅកន្លែងណាមិនសុំរាំងសេដាសុំលុយគេទៅកន្លែងណាមិនសុំរាំងសេបង្កើតព្រឹត្តិការណ៍ដាក់បោកលុយគេណាគឺទៅថោកទាបបងប្អូនណាខ្ញុំលើសម្ដីអាមួយនេះនិយាយពុកម៉ែបងប្អូនខ្ញុំជ្រិញណាគេថាគេប្រមូលផ្ដុំគ្នាអាក្រុម$23ឆ្កែហ្នឹងពាក់គ្នាហ្នឹងគេថាក្រុម$23គេហ្នឹងជួយស្រោចស្រង់ប្រទេសជាតិភើយខ្ពើមណាស្អីគេ$23ស្រោចស្រង់ជាតិហ្នឹងហ៎វាប្រឆាំងឡើងឈួតទាំងមេទាំងកូនអស់ហើយវាមិនធំឈួតទេពួកអានេះវាឃ្លានអំណាចណាព្រោះថ្ងៃហ្នឹងមួយឃ្លានអំណាចចង់ដាច់ខ្យល់ខ្ញុំនិយាយមែនណាតែថាពួកអាឆ្កែប្រឆាំងមីឆ្កែប្រឆាំងធ្វើដើម្បីជាតិពួកវាអស់នេះធ្វើដើម្បីតែបាក់ពួកវាប្រហែលក្បាលហ្នឹងទេដើម្បីតែផលប្រយោជន៍ទេតិចវាធ្វើដើម្បីជាតិណាបងប្អូនច្រឡំហើយច្រឡំមាត់ធំហើយណាហើយនេះអាវាចអាវឿចអីនេះណាអានេះកំណត់ឆ្កែសតសានហ្នឹងណាគ្មានជាមនុស្សទេណាបងប្អូនមិនចាំចាក់សម្ដីវាឲ្យស្ដាប់ទេអត់មិនចាំចាក់សម្ដីណាឲ្យលើឲ្យបងប្អូនស្ដាប់ទេនាំតែបងប្អូនវានេះទេហើយខ្ញុំមើលវីដេអូនឹងហើយខ្ញុំហួសចិត្តណាសត្វតាពួកស្នេហាជាតិងាត់ចោលឆ្អឹងនៅស្រុកគេណាមួយណាក៏ស្នេហាជាតិដែរមួយណាក៏ស្នេហាជាតិដែរឲ្យតែអ្នកចេះជេរចេះបចោវាយប្រហារមកលើថ្នាក់ដឹកនាំតាំងខ្លួនឯងជាអ្នកស្នេហាជាតិទាំងអស់ណាអ្នកណាក៏ដោយបងប្អូនឲ្យតែចេះជេររដ្ឋាភិបាលចេះវាយប្រហារថ្នាក់ដឹកនាំចេះនាំគ្នាបាតកម្មប្រឆាំងជាមួយរដ្ឋាភិបាលសតពួកវាស្នេហាជាតិទាំងអស់ណាពួកអស់នេះកថោទេប៉ុន្តែតាំងខ្លួនឯងណាជាអស់ជាគេថាតាំងខ្លួនឯងជាហងណាមើលពុកម៉ែបងប្អូនណាពួកអស់នេះខ្ញុំអត់ចង់ទេបងប្អូនខ្ញុំចង់តែជេរទេដល់ឃើញវាហួសហេតុពេកណាប្រមូលផ្ដុំគ្នាទៅធ្វើបាតកម្មបោកលុយគេទៅណាចាំមើលខ្ញុំយកវីដេអូនេះឲ្យបងប្អូនមើលពួកវាមិនដែលធ្វើអីចំណេញដល់ខ្មែរផងហើយមកតាំងខ្លួនឯងជាអ្នកស្នេហាជាតិណានេះបាទឯក្រេត$23ហើយថ្ងៃនេះយើងធ្វើសមាជសហគមន៍ខ្មែរក៏ចង់សុំសួរគំនិតអ្នកមីងក្នុងការដែលអញ្ជើញមកចូលរួមនោះមីងអញ្ជើញមកពីខាងណាដែរខ្ញុំមកពី Metropolitan Area ពី Washington DC រៀននៅ Virginia បាទយើងជិះប្រហែលប្រហែលម៉ោងខ្ញុំជិះមកបាទ
មិនទៅចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅពេលនេះយើងមានអាដាមសំជំរាបសួរលោកយាយចាំនេះមក ជំរាបសួរអាដាម បាទជំរាបសួរ បាទសូមអរគុណដល់អាដាមក្នុងថ្ងៃសមាជជាតិសហគមន៍ខ្មែរនៅថ្ងៃទី1នេះដែរហើយយើងមានឃើញថាមានប្រជាពលរដ្ឋខ្មែរយើងចូលរួមជាច្រើនមែនទែនមកពីគ្រប់តំបន់ទាំងអស់ទូទាំងពិភពលោកតើអាដាមមាន នឹងច្រើនណាទេហ៎នេះច្រើនតែប្រហែលក្បាលវាថាច្រើនមែនទែនពុកម៉ែបងប្អូនសរុបទៅបានយ៉ាង200នាក់ម្ដងផងនេះណាហើយបើសំអានវិញនិយាយបេបើណាថាសំអាននិយាយបេបើនេះអាធំសានី ពីរដ្ឋាភិបាលកម្ពុជាឯក្រេម$3ថ្ងៃនេះយើងធ្វើសមាជសហគមន៍ខ្មែរហើយឃើញវត្តមានលោកយាយអញ្ជើញចូលរួម 400នាក់ដល់500នាក់ ច្រើនណាស់ពិភពលោកណាពិភពលោកណា400-500នាក់ សមាជជាតិដើម្បីឲ្យប្រជាពលរដ្ឋសម្ដែងនៅមតិយោបល់ហើយយើងនឹងស្រង់មតិយោបល់ដើម្បីជំរុញឲ្យមានការដោះស្រាយយ៉ាងម៉េចនៅស្រុកខ្មែរណាតែពិតវាត្រូវធ្វើនៅស្រុកខ្មែរក៏ប៉ុន្តែដោយសារ ឃើញបងប្អូនស្រាប់បានអត់ រដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនធ្វើហើយមានចែងក្នុងរដ្ឋធម្មនុញ្ញទៀតសមាជជាតិហ្នឹងក៏ប៉ុន្តែរដ្ឋាភិបាលតកូលហ៊ុនមិនធ្វើដូច្នេះមានតែយើងខ្មែរនៅក្រៅប្រទេសហ្នឹងធ្វើសមាជជាតិដើម្បីយកមតិពី400នាក់ដល់500នាក់ហើយជាលើកទី1ហើយដែលមានសមាជជាតិដើម្បីឲ្យប្រជាពលរដ្ឋសម្ដែងនៅមតិយោបល់ហើយយើងនឹងស្រង់មតិយោបល់ដើម្បីជំរុញឲ្យមានការដោះស្រាយយ៉ាងម៉េចនៅស្រុកខ្មែរណាតែពិតវាត្រូវធ្វើដោះស្រាយយ៉ាងម៉េចនៅស្រុកខ្មែរចង់តែដោយសាររដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនធ្វើហើយមានចែងក្នុងរដ្ឋធម្មនុញ្ញទៀតសមាជជាតិហ្នឹងក៏ប៉ុន្តែរដ្ឋាភិបាលតកូលហ៊ុនមិនធ្វើដូច្នេះមានតែយើងខ្មែរនៅក្រៅប្រទេសហ្នឹងធ្វើតកូលហ៊ុនអត់ធ្វើទេចុះក្បាលឯងនៅធ្វើពីកាលហ៎សំអាននិយាយខ្មែរអត់ច្បាស់ផងណានិយាយខ្មែរអត់ច្បាស់ផងណាហើយល្ងងកថោមួយប្រហែលក្បាលនៅជឿពួកនេះពួកបោកនេះពួកកថោបោកមិនឈប់នេះណាសតាដើម្បីយកមតិពីប្រជាពលរដ្ឋហ្នឹងដើម្បីយកទៅដោះស្រាយបញ្ហាជាតិដូចជាបញ្ហាទឹកដីដែលកំពុងបាត់បង់នេះជារឿងសំខាន់ណាថាទៅយ៉ាងធ្វើយ៉ាងម៉េចដើម្បីបានទឹកដីហ្នឹងមកវិញផ្ដាំផ្ញើទៅក្រុមប្រឆាំងថោកទាបណាទឹកដីបាត់បង់ឬមិនបាត់បង់គ្មានពួកឆ្កែថោកទាបហៃណាមកគិតគូរទេពួកឆ្កែហៃបង្កើតដើរតបោកព្រឹត្តិការណ៍ដើរតបោកលុយគេទេណាសំអានណាយួនម៉ងតញ្ញាគ្មានកថោឯងណាមកគិតគូរឬរកដំណោះស្រាយអីរឿងទឹកដីបាត់មិនទឹកដីមិនបាត់ទេណារឿងទឹកដីបាត់មិនបាត់ថ្នាក់ដឹកនាំលោកចេះគិតគូរហើយមិនពួកកថោថោកទាបហែងណានាំគ្នាធ្វើសមាជអត់ឆ្កែស្អីគេណាសិតតែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនគិតមិនគូពួកងាប់ឲ្យពួកងាប់ណាហើយពួកងាប់ឯងនឹងមកជួយគិតគូរពីកាលហើយណាបង្កើតព្រឹត្តិការណ៍ដើរតបោកលុយគេហ្នឹងក៏ទូមិនកថោណាយួនម៉ងតញ្ញាណាសំអានណាសិតតែលោកហ៊ុនម៉ាណែតលោកហ៊ុនសែនមិនគិតមិនគូរណាហើយក៏ថោកទៀតមែនណាហើយនិយាយមកបង្កាច់នេះកោតតែល្ងងមានល្ងងមួយចំនួនវានៅជើហ្នឹងនិយាយមែនពួកល្ងងមានល្ងងនេះបោកតងាប់ខ្ញុំនិយាយមែនណាពួកនេះបោកតតងាប់ណាហើយចុះរាល់ថ្ងៃនេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់គិតគូរទេហើយពួកឯងគិតគូរនៅស្រុកគេហ្នឹងមែនណាគិតគូរនៅស្រុកគេមែនសំអានណាយីនេះនិយាយឲ្យទៅរួចពីមាត់ណាសិតតែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនគិតមិនគូរហើយចុះហែងមិនដឹងថាគេមិនគិតមិនគូរហើយពួកហែងសំដែងអញ្ចឹងថាហែងហ្នឹងជាអ្នកស្នេហាជាតិខ្លាំងណាស់ណាជឿតែពួកល្ងងមានល្ងងមួយចំនួនទៅណាចំពោះប្រជាពលរដ្ឋខ្មែរដែលគេយកគេដឹងគេមិនទៅជឿជាក់លើអាចោណាក្បត់ជាតិឯងប្រហែលក្បាលរត់ចោលចឹងងាប់ចោលចឹងនៅស្រុកគេហ្នឹងទេណាសត្វតលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនគិតមិនគូរណាស្អីគេហើយពួកឯងហ្នឹងមកគិតគូររឿងទឹកដីប្រទេសជាតិអញពីកាលពួកបោកមួយឆ្នាំតល្ងាចណាពួកឯងបោកកូនខ្មែរល្ងឹតល្ងងមួយចំនួនតតែកូនខ្មែរនឹងអស់លុយក៏ឯងនៅតែបោកគេដែរណា
សំដីហើយនេះវាថោកទាបណាស់ណាសិតតែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនគិតមិនគូរហើយចុះប្រទេសជាតិមួយនេះពីណាអ្នកគិតគូរកូនខ្មែររស់បានមកដល់ប៉ុណ្ណឹងណាកូនខ្មែរមករស់បានមកដល់ប៉ុណ្ណឹងតើអ្នកណាគេគិតគូរពួកអាប្រឆាំងឯងនឹងគិតគូរមែនហ៎អាអ៊ុំសំអានពួកអាក្បត់ជាតិ3ចំនួនហ៎សំដីថោកទាបចិត្តតែនិយាយទៅរួចដែរបញ្ហាដីធ្លីបញ្ហានៃការឆោបបោកតាមអនឡាញបញ្ហាពុករលួយបពុទ្ធនិយមគូសត្វ ហើយចុះពួកឯងនេះបោកគេយកលុយទៅលេងល្បែងហ្នឹងវាគិតរបៀបម៉េចហ៎អាអ៊ុំសំអានណាពួកអាកថោពាក់លើក្បាលពួកអាហែងនេះដើរបោកលុយគេយកលេងល្បែងយកលុយទៅកាស៊ីណូនេះហើយពួកអាហែងហ្នឹងមិនមើលឃើញខ្លួនឯងផងហ៎គេសត្វតែគេមិនកើតទាំងអស់ណាហែងបង្កើតព្រឹត្តិការណ៍ដើរបោកលុយគេហែងតាំងខ្លួនហែងជាអ្នកស្អីគេជួយអ្នកស្រូវស្រង់ជាតិហ៎មកឯងសូមអញ្ជើញមកចូលមកស្រុកខ្មែរមកហ៎កុំបានតែព្រុសដូចឆ្កែនៅស្រុកគេសូមអញ្ជើញពួកឯងចូលមកស្រុកខ្មែរណាអ៊ុំសមានយមហ្នឹងលទ្ធិប្រជាធិបតេយ្យហើយនឹងបញ្ហាសំណុកក៏ជារឿងសំខាន់ដែរដែលយើងត្រូវវិភាសាគ្នាក្នុងអង្គសម័យនេះណាបាទជាការបណ្ណាចង់ដឹងពីគោលចំហនិងការសន្យារបស់ឯកឧត្តមវិញតើដោយសារតែកម្ពុជាយើងមានវិបត្តិចំនួនក្នុងដែនជាមួយនឹងប្រទេសជិតខាងហើយមិននេះទេគឺជាប់ពាំងតែម្ដងតើឯកឧត្តមមានគោលចំហអាអ្នកសួរហ្នឹងក៏ល្ងងដែរជាប់គាំងម៉ែហែងណាពិភពលោកកំពុងតែមានបញ្ហារបៀបម៉េចម៉ែហែងមកចោលតែខ្មែរហ្នឹងណាប្រទេសខ្មែរជាប់គាំងម៉ែហែងតែម្នាក់ឯងហ្នឹងហ៎អាឈួតអ្នកសួរក៏វាឈួតដែរណាពួកអាធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងពួកអាហែងនេះគ្មានធ្វើដើម្បីផលប្រយោជន៍រួមដល់ប្រទេសខ្មែរទេណាហើយសត្វតពួកអានេះអាដប់គាត់ណាគណៈបកសង្គ្រោះជាតិហើយគាត់បានភៀសខ្លួនមកនៅប្រទេសអាមេរិកដើម្បីបងប្អូនបានជ្រាបថាហេតុអីបានជាពេលវេលាសត្វតពួកអាទីងម៉ងបងប្អូនបន្តការតស៊ូរបស់គាត់បងប្អូននឹងចាំស្ដាប់ការបកស្រាយមានសួរអីខ្ញុំសួរលោកចិនច័ន្ទបាត់បាទមុននឹងកិច្ចសម្ភារនេះសូមអបអរសាទរផងអាយឧត្តមដែលមកក្នុងពិធីសមាជនេះប៉ះចំខួបកំណើតតែម្ដងបាទហើយខួបកំណើតនឹងមិនយល់តោះទេប្រហែលឆ្នាំហើយអាយឧត្តម77ឆ្នាំ77ប៉ុន្តែដូចជានៅរឹងមាំមកធ្វើយ៉ាងម៉េចបាននៅរឹងមាំខ្ញុំទៅ63សោះដូចជាទ្រុនទ្រាជាងអាយឧត្តមអូយើងជៀសមិនផុតទេណាអាយុក៏កាន់តែច្រើនខ្លួនក៏កាន់តែចាស់ប៉ុន្តែធ្វើម៉េចឲ្យចិត្តយើងនៅដដែលចិត្តអត់បដូរតែរាងកាយតែចិត្តអត់បដូរបាទអត់បដូរនឹងអ្វីដែលអាដាមចង់បានដែលមិនបដូរនឹងដែលនៅតែរក្សាដួងចិត្តនឹងចង់ឲ្យប្រទេសជាតិយើងនៅគង់វង្សចង់ឲ្យប្រជារាស្ត្រខ្មែរបានស្គាល់នៅសេរីភាពរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌ហើយខ្មែរមួយណាអត់មានសេរីភាពរាល់ថ្ងៃសំរាំងស៊ីហ៎អាយុ77ឆ្នាំឯនៅអាលីអាលើណាហើយចុះខ្មែរមួយណាអត់មានសេរីភាពរាល់ថ្ងៃនេះហ៎បើខ្មែរអត់មានសេរីភាពមានតែពួកអាក្បត់ជាតិងាប់ចោលឆ្អឹងនៅស្រុកគេឯងអាហ្នឹងមានណាពួកឯងអត់មានសេរីភាពទេពួកអាព្រោះដើម្បីផលប្រយោជន៍ប្រហែលក្បាលហ្នឹងណាហើយចុះខ្មែរមួយណាអត់មានសេរីភាពរាល់ថ្ងៃនេះហ៎សំរាំងស៊ីណាសំរាំងស៊ីឯងមួយម៉ាត់ណាក៏ខ្មែរអត់មានសេរីភាពដែររាល់ថ្ងៃបើអត់មានសេរីភាពមានតែពួកសំរាំងស៊ីឯងទេអាហ្នឹងអត់មានសេរីភាពមែនព្រោះអីមួយណាធ្វើនយោបាយដើម្បីតែបំផ្លាញខ្មែរខ្លួនឯងចង់ឡើងកាន់អំណាចឡើងញ័រអស់ហើយវាអត់បានដល់ពេលអញ្ចឹងទៅរកតែអាភាសាណានិយាយជន់ខ្មែរវាយប្រហារមកលើខ្មែរហើយសួរថាខ្មែរមួយណាអត់មានសេរីភាពដែលសំរាំងស៊ីឯងនិយាយនេះមើលសំរាំងស៊ីឯងនិយាយមើលណាហើយផ្ញើទៅពួកអប្រឆាំងទាំងអស់ខ្មែរអត់មានសេរីភាពមានតែខ្មែរប្រឆាំងថោកទៀតប្រហែលក្បាលទេអានឹងខ្ញុំទទួលស្គាល់ថាពួកវាអត់ហ៊ាននិយាយការពិតទេបងប្អូនព្រោះហើយបើពួកវាសន្តានជាឆ្កែហើយវាអត់ហ៊ាននិយាយការពិតទេពួកអប្រឆាំងក្រៅប្រទេសក្រុមអារាំងស៊ី
សំណាក់ក្បាលពួកវាមកបថៅចាអរគុណសួស្តីសេនីចាសួស្តីបងខំទូសង្កែណាខ្ញុំសួរទៅបពុប្រឆាំងទាំងអស់សួរថាខ្មែរមួយណាអត់មានសេរីភាពរងហើយណាខ្មែរអត់មានសេរីភាពមានតែពួកក្រុមប្រឆាំងអាហ្នឹងខ្ញុំទទួលស្គាល់ថាពួកវាអត់មានសេរីភាពទោះបីវាមានផ្ទះវីឡាវាមានតាឡានទំនើបជិះក៏វានៅតែមូលបង្កាច់ថាវាហ្នឹងគ្មានសេរីភាពដែរណាវាអត់ហ៊ាននិយាយការពិតទេគេថាมันខុសទេស្អីមីឡានបុកហើយអាឡាបុកអាឡានបុកពួកឯងនោះណាពួកអាគូស្អីគេអាសែនសឲ្យត្រូវតិចមកហ៎អាល្ងង សេរីភាព ណាពួកឯងវាអត់មានសេរីភាពទេរាល់ថ្ងៃនេះទោះបីឯងដេកផ្ទះវិឡាដេកផ្ទះម៉ាស៊ីនត្រជាក់ជិះឡានទំនើបក៏ពួកឯងអត់ហ៊ាននិយាយថាមានសេរីភាពដែរកាលណានិយាយថាមានសេរីភាពខ្មែរមានសេរីភាពខ្មែររីកចម្រើនពួកឯងងាប់នឹងឡានបុកឬក៏ផ្ទះបាញ់ណាមើលឯងហ៊ាននិយាយការពិតមើលណាក្រុមបកពួកឯងទាំងអស់ទោះបីថាឯងមានឡានទំនើបជិះមានមុខរបររកស៊ីជាងគេក៏ឯងអត់ហ៊ាននិយាយការពិតថាខ្មែរនឹងរីកចម្រើនឬក៏ខ្មែរនឹងមានសេរីភាពដែរណាដោយសារអីគេដោយសារមេឯងតាមមេឯងវាឃ្លានអំណាចណាស់ឲ្យអត់បានកាន់អំណាចណាដល់ពេលអញ្ចឹងទៅរកវិធីណានិយាយមូលបង្កាច់មកលើខ្មែរណាឌីលខ្មែរវាយប្រហារមកលើថ្នាក់ដឹកនាំខ្មែរពួកអាហាញដែរហ៊ាននិយាយការពិតទេអត់ហ៊ាននិយាយការពិតទេជាពិសេសអាក្បត់ចិត្ត3ចំនួនណាជាពិសេសមេឯងអាក្បត់ចិត្ត3ចំនួនដែលអង្គុយតែញុះញង់វាយប្រហារញុះញង់ឲ្យពួកអាកថោមីកថោដើម្បីគ្រប់គ្រងខ្លួនប្រមាណក្បាលនេះណាស្រែកទៅថាខ្មែរនឹងគ្មានសេរីភាពខ្មែរនឹងអត់មានការរីកចម្រើនណាពួកឯងហ៊ាននិយាយការពិតទេហ៎មកសំដីមេឯងមើលណាហើយមើលសំដីមេឯងមើលមុននឹងកិច្ចសម្ភារនេះសូមអបអរសាទរផងអាយ អញវេទៅឲ្យវិញទាំងអស់ណាហើយតសេអង្សឲ្យត្រូវផងមុនជេរអញណាបុកម៉ែហើយនឹងពូជនឹងពូជហែងអរគុណសុកយំណា77ឆ្នាំ77ប៉ុន្តែដូចជានៅរឹងមាំមកធ្វើយ៉ាងម៉េចបាននៅរឹងមាំថៃវាមិនរឹងមាំវាដែរចោះមកលោករឿងស្អីមកជួយខ្មែរវាដើរតបោកគេយកទៅជ្រះជ្រាំនាំប្រពន្ធកូនវាទៅស៊ីរបស់ឆ្ងាញ់ហ្នឹងថៃវាមិនរឹងមាំអារាំងស៊ីហ្នឹងហ៎វាដែរបានស្អីណាមកជួយខ្មែរវាបានស្អីចោះសង្គ្រាមណារឿងនយោបាយដោយថ្នាក់ដឹកនាំសម្ដេចតេជោហ៊ុនសែនណាវាដែរតបោកលុយគេយកទៅជ្រះជ្រាំនាំប្រពន្ធកូនវាទៅជ្រះជ្រាំហ្នឹងថៃវាមិនរឹងមាំណាអានេះរឹងមាំខាងបោកគេណាខ្ញុំទៅ63សោះដូចជាទ្រុនទ្រាជាងអាដាមអូយើងជៀសមិនផុតទេណាអាយុក៏កាន់តែច្រើនខ្លួនក៏កាន់តែចាស់ប៉ុន្តែធ្វើម៉េចឲ្យចិត្តយើងនៅដដែលចិត្តអត់បដូរចិត្តវាមិនបដូរណាចិត្តអត់បដូរទេអារឿងបោកគេហ្នឹងវាមិនបដូរទេបើមុខរបរខ្លួនឯងអាបោកគេហ្នឹងណាបង្កើតព្រឹត្តិការណ៍ដើរទៅបោកគេហ្នឹងវាមិនបដូរទេពុកម៉ែបងប្អូនណារឿងសំរងស៊ីនេះអត់បដូរទេតើងាប់ណាវាមិនបដូរទេគឺវាបោកគេតតែងាប់ណាឥឡូវអាយុ77ឆ្នាំហើយនៅបន្តបោកគេទៀតណាបោកតចូលដៅអានេះបាទណាបដូរនឹងអ្វីដែលអាដាមចង់បានដែលមិនបដូរនឹងដែលនៅតែរក្សាដួងចិត្តនឹងចង់ឲ្យប្រទេសជាតិយើងនៅគង់វង្សហើយប្រទេសជាតិណាអត់នៅគង់វង្សហ៎រាំងស៊ីអារាំងស៊ីប្រទេសជាតិណាអត់នៅគង់វង្សចង់ឲ្យប្រជារាស្ត្រខ្មែរបានស្គាល់នៅសេរីភាពរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌និយាយឲ្យខ្លីទៅចំពោះពួកអារាំងស៊ីអត់មានទេយុត្តិធម៌ដោយប្រសាសន៍សម្ដេចតេជោហ៊ុនសែនងើបមួយវាយមួយងើបពីរវាយពីរកុំគិតថាក្បាលពួកឯងបំផុសបំផុល
ដើរបំបែកបំបាក់ខ្មែរតាមតែអំពើចិត្តដោយពួកឯងគ្មានទេណាផ្ដាំផ្ញើទៅអាកថោរាំងស៊ីពួកអារាំងស៊ីដើរតែបោកលុយពលករនិងអ្នកគ្រប់គ្រងខ្លួនវាអរគុណចៅស្រីណា បានសុខសាន្តឲ្យបានសុខសប្បាយ បាទហ្នឹងហើយថ្ងៃនេះគឺជាថ្ងៃចុងបញ្ចប់ បងប្អូនពួកវាណាប្រព្រឹត្តអំពើអាក្រក់ថោកទាបប៉ុណ្ណាក៏ដោយវាមិនដែលហ៊ាននិយាយការពិតពីខ្លួនវាទេមួយថ្ងៃបើវាអត់បានចោតប្រកាន់មកលើរដ្ឋាភិបាលពួកវាអន្ទះបាញ់ជាពិសេសអាក្បត់ជាតិ3ចំនួនណាសួរថាពួកអស់វានេះវាបានស្អីជួយដល់ខ្មែរណាអាភាសាហ្នឹងគឺខ្ញុំឡាយសូគឺខ្ញុំនិយាយមិនដែរថាពួកវាមិនដែលបានស្អីជួយខ្មែរទេប៉ុន្តែមួយថ្ងៃដើរទៅកន្លែងណាគេកាន់ក្បាលមេក្រូកន្លែងហ្នឹងគេថាគេហ្នឹងជាអ្នកស្នេហាជាតិណាអ្នកស្នេហាជាតិងាប់เป็นសកេហ្នឹងណាអ្នកស្នេហាជាតិគេនៅក្នុងប្រទេសខ្មែរគេនៅក្នុងជាតិគេវាមិនដែលអ្នកស្នេហាជាតិនៅសកេទេពុកម៉ែបងប្អូនណាខ្ញុំឆ្ងល់តែពួកល្ងងនៅជឿពួកហ្នឹងខ្ញុំនិយាយមែន ចប់នៅថ្ងៃទី1នៃសមាជជាតិនេះអាដាមខ្ញុំឃើញមានប្រជាពលរដ្ឋឃើញតំណាងពីប្រទេសផ្សេងតំណាងយុវជនតំណាងពលករពីកូរ៉េអីជាដើមដែលឡើងមកហ្នឹងតើអាយដាមអាចសង្ខេបបានទេតើពួកគាត់ហ្នឹងឡើងមក អារាំងស៊ីអាយុ17ឆ្នាំតែវាអារម្មណ៍ណាស់ខ្លាចបោកគេលេងជឿ ចូលរួមអ្នកដែលគ្រប់គ្រងចលនាប្រជាធិបតេយ្យនិយាយទូទៅគឺសិតតែអ្នកដែលឈឺចាប់ឈឺឆ្អាលពីស្ថានភាពនៅប្រទេសកម្ពុជាដែរអ្នកប្រជារាស្ត្រឈឺចាប់ អីគេ ជាមួយ ហ៎ ប្រជារាស្ត្រខ្មែរ ឈឺចាប់អីគេឈឺចាប់អាណិតប្រជារាស្ត្រស្អីគេហ៎មានតែពួកអស់ឯងប្រហែលក្បាលនោះទេដែលឈឺចាប់អាណិតប្រជារាស្ត្រហើយបើអាណិតយ៉ាងហ្នឹងដើរបោកលុយគេមិនជួយខ្មែរមកហ៎សំរងស៊ីម្ដងណាក៏លឺតែអាណិតម្ដងណាក៏លឺតែអាណិតតែបោកលុយគេដើររីអង្គាសលុយគេអត់ដែរយកមកជួយខ្មែរផងហ្នឹងហ៎តែពុកម៉ែបងប្អូនខ្ញុំឆ្ងល់ថាពួកហ្នឹងនៅតែជឿសំរងស៊ីនេះហ៎និយាយពីអាណិតវិញអាណិតណាបោកគេម្ដងណាក៏ដូចម្ដងណាហើយសួរថាលុយហ្នឹងបានមកជួយខ្មែរអត់បើអាណិតយ៉ាងហ្នឹងនេះហើយមើលហេតុអីបានមិនជួយដល់ខ្មែរផងណាអាណិតណាដើរបង្កើតព្រឹត្តិការណ៍បោកលុយចែកគ្នាហើយសួរថាបានមកដល់ដៃខ្មែរណាម្នាក់អត់ណាដែលបង្កើតព្រឹត្តិការណ៍ដើរបោកលុយគេហ្នឹងណាសួរថាលុយហ្នឹងដែលមកជួយកូនខ្មែរណាអត់ណាដល់ពេលដើរបោកលុយគេយកប្រជាពលរដ្ឋខ្មែរហ្នឹងទៅដាក់មុខដល់ពេលបានលុយអាណិតខ្មែរណាប្រជាពលរដ្ឋខ្មែរណាតែអត់ដែលបានជួយខ្មែរណាទេហ៎មានតែសម្ដេចទាំងទ្វេរួមទាំងគណៈបកប្រជាជនណាជួយណែខ្លួនឯងដើរបង្កើតព្រឹត្តិការណ៍ដើរបោកលុយគេអាណិតខ្មែរណាអញ្ចេះមួយអញ្ចេះពីរតែលុយបោកនឹងមិនដែលបានមកជួយខ្មែរណាផងហ្នឹងហើយសម្ដីបានអាព្រុសនៅសកេក៏ដូចមកអាក្បត់ជាតិនេះ អនាគតប្រទេសជាតិយើង អនាគតប្រទេសជាតិយើង ហើយមើលទៅអនាគតទៅជាយ៉ាងណា អត់មានប្រទេសជាតិសំរងស៊ីឯងទេចង់ប្រាប់សំរងស៊ីឯងថាអត់មានប្រទេសជាតិសំរងស៊ីឯងទេព្រោះអីសន្តានសំរងស៊ីឯងងាប់ចោលចង់នៅស្រុកគេអត់មានសន្តានសំរងស៊ីឯងបានមកជន់ដីខ្មែរទេណាកុំសម័យកុំសម័យណាគ្មានវាសនាជន់ដីខ្មែរទេផ្ដាំផ្ញើទៅសំរងស៊ីណាគ្មានសំណាងជន់ដីខ្មែរទេសំរងស៊ីណាអត់មានសំណាងទេព្រោះឥឡូវ77ហើយហ្នឹងបងប្អូនណា77ឆ្នាំហើយឥឡូវនេះណាស្គាល់សេរីភាពម៉ែវាអារន្ទះបាញ់បងផលជំរាបសួរបងណាពួកវាអត់មានសេរីភាពតែពួកវាហ្នឹងបងក្រៅពីហ្នឹងខ្មែរយើងមានសេរីភាពទោះបីតែខ្មែរយើងណាពិភពលោកនេះកំពុងតែជ្រួលច្របល់ឬក៏កំពុងតែមានបញ្ហាជាមួយចៅក៏ដោយខ្មែរយើងក៏នៅតែមានសេរីភាពក្រោមការដឹកនាំរបស់សម្ដេចទាំងទ្វេរបស់យើងដែរតែចំពោះពួកសំរងស៊ីវាមិនដែលមានសេរីភាពទេទ
ទោះបីថាខ្មែរណាទោះបីថាគ្រូសាវាជិះសតឡានតំណើបក៏នៅតែពួកវាថាมันគ្មានសេរីភាពដែរវាអត់ហ៊ាននិយាយទេការពិតនោះ យ៉ាងណាអាដាមប្រទេសជាតិយើងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយើងហៅនាយករដ្ឋមន្ត្រីពួកគាត់នៅតែកាន់តំណែងជំនួស អើមិនហើយជិះចាប់មែនអាជនច័ន្ទបោក គាត់នឹងមកដល់ពេលនេះនឹងយើងទាំងអស់គ្នាដឹងមិនមែនខ្ញុំអ្នកថាទេគឺជាអ្នកនាំភ្លើងសង្គ្រាម ឃើញទេ ចូលប្រទេសជាតិ អានេះថោកទាបណាបងប្អូនឃើញទេបងប្អូនស្ដាប់សម្ដីអាជនច័ន្ទបោកទេឃើញទេថាកញ្ចៅពួកអានេះកញ្ចៅថោកទាបណាស់ណាសម្ដីថោកទាបគេហៅថាសម្ដីវាមិនបាននឹងឆ្កែពួកអាប្រឆាំងនេះសិតតែសម្ដេចទាំងធ្វើណាសម្ដេចតេជោហ៊ុនសែនបង្កើតភ្លើងសង្គ្រាមអោពួកអានេះហើយពួកអានេះណាអីក៏ថោកទាបម៉េះអាដោយសារនិយាយវាអត់មានការពិតនឹងហើយបានវាធ្វើនយោបាយមិនដៃឈ្នះសម្ដេចតេជោហ៊ុនសែនម្ដងពុកម៉ែបងប្អូនណាអាដោយសារនិយាយអត់មានការពិតនឹងហើយបានអារាំងស៊ីបពពួកអារាំងស៊ីធ្វើនយោបាយចាញ់សម្ដេចតេជោហ៊ុនសែនណាវាគ្មានវាសនាបានមកជាន់ស្រុកខ្មែរទីទេពួកនេះពុកម៉ែបងប្អូនលើសម្ដីវានិយាយហើយណាវានិយាយមាត់បកាច់ទាំងស្រុងណាសត្វតែសម្ដេចតេជោហ៊ុនសែនបង្កើតភ្លើងសង្គ្រាមមើលពុកម៉ែបងប្អូនណាវាសមអត់ណាវាសមអត់វាដែលវានិយាយភាសាថោកទាបអញ្ចឹងនេះហ៎ហើយចុះបើសម្ដេចតេជោបង្កើតភ្លើងសង្គ្រាមមិនដែរនេះចាំបាច់សម្ដេចតេជោហ៊ុនសែនយកអាយុជីវិតយកណាឈាមស្រស់សាច់ស្រស់ទៅបដូរជាមួយសុខសន្តិភាពជូនប្រជាពលរដ្ឋធ្វើអីបើអាគេបាញ់ជន់ចិនបត់ឯងនិយាយភាសាហ្នឹងនេះណាអានិយាយភាសាថោកទាបនិយាយភាសាបោកប្រាស់ពួកអាកថោមីកថោល្ងឹតល្ងងនៅស្រុកគេមួយចំនួនហ្នឹងណាយាយទៅជាសម្ដេចតេជោហ៊ុនសែនបង្កើតភ្លើងសង្គ្រាមណាថោកទាបណាស់ពុកម៉ែបងប្អូនសណ្ដានពួកអស់នេះថោកទាបណាស់ណាវាថោកព្រោះលេខដាក់គ្មានឲ្យម្នាក់ម្នាក់គឺមកសម្ដែងពីការជឿចាប់ពីទុកកង្វល់ពីសេចក្តីសង្ឃឹមផងដែរនេះ ផ្ដាំផ្ញើទៅអារាំងស៊ីណាពីណាគេសម្ដែងពីណាគេមិនសម្ដែងហើយចុះពួកអាឯងវាបានស្អីណាបានស្អីជួយដល់ជាតិសិតតែគេសម្ដែងហើយចុះពួកអាងាប់ឯងដើរទៅបោកលុយគេហ្នឹងអាហ្នឹងវារបៀបម៉េចហ៎សួស្ដីបងសុកលីនលីសុកលីនសួស្ដីបងស្រីប្រលះពួកវាទៅពួកអាអត់ប្រយោជន៍ឥឡូវវាថាសម្ដេចតេជោហ៊ុនសែនបង្កើតភ្លើងសង្គ្រាមហើយថាសម្ដេចតេជោហ៊ុនសែនសម្ដែងចេះសម្ដែងចុះពួកអាថោកទៀបនេះកញ្ចៅវាថោកណាស់ថោកចឹងណា សង្ឃឹមផងដែរនៃប្រជាពលរដ្ឋខ្មែរនៅស្រុកខ្មែរប្រជាពលរដ្ឋមិនអាចមានសិទ្ធិនិយាយតែយើងនៅអត់មានសិទ្ធិនិយាយចំពោះតែពួកអាណាណាមីណាដែលចង់បំផ្លាញសុខសន្តិភាពណាអាចរុកអរគុណបងពួកអានេះវាថោកទាបណាស់សួស្ដីបន្ទឿនឃ្លាំងមឿងណាវាថោកទាបណាស់ណាពួកអាចរុក ដែលមកពីគ្រប់ទិសទីមកសម្ដែងមតិរបស់លោកនៅលើទឹកដីដែលមានសេរីភាព តើអាចមានឥទ្ធិពលយ៉ាងណាដែរចំពោះការតស៊ូទៅអនាគត សួស្ដីមួយសៃនីចាសួស្ដី ជំរុញឲ្យខ្មែរយើងយ៉ាងនៅក្នុងស្រុកទាំងនៅក្រៅស្រុកគឺកាន់តែយល់ច្បាស់ឃើញច្បាស់ភ្លឺភ្នែកអំពីឃើញច្បាស់ភ្លឺភ្នែកហ្នឹងប្រជាពលរដ្ឋគេដឹងតើដឹងថាអាក្បត់ជាតិឯងនេះទៅលក់ក្បាលឲ្យស៊ីមកបំផ្លាញខ្មែរតើប្រជាពលរដ្ឋណាគេមិនដឹងប្រជាពលរដ្ឋណាគេទៅល្ងងជឿអាក្បត់ជាតិ3ចំនួនឯងងាប់ចោលចឹងនៅស្រុកគេប្រជាពលរដ្ឋគេដឹងទាំងអស់ដឹងថាអាក្បត់ជាតិឯងទៅលក់ក្បាលឲ្យបរទេសទៅលក់ក្បាលឲ្យស៊ីមកបំផ្លាញខ្មែរមកសម្លាប់ខ្មែរចូលដៃចូលជើងជាមួយចោលប្រជាពលរដ្ឋគេដឹងណាអាក្បត់ជាតិងាប់ចោលចឹងនៅស្រុកគេណាកំព្រុសងាប់ចោលចឹងនៅស្រុកគេបើខ្លាំងនាំបាក់ពួកថោកទាបឯងចូលមកស្រុកខ្មែរណាកំប
មេក្រូមួយនឹងស្នេហាចិត្តងាប់ចោលចឹងនៅស្រុកគេធ្វើអីហ៎កូនខ្មែរណាគេមិនដឹងកូនខ្មែរណាគេមិនឮថាអាក្បត់ជាតិងាប់ចោលចឹងនៅស្រុកគេឯងនេះទៅលក់ក្បាលឲ្យចោលទៅខົບខិតជាមួយចោលមកបំផ្លាញខ្មែរមកស្លាប់ខ្មែរមានតែពួកអាល្ងងមានល្ងងមួយចំនួនតែដែលវាមិនដឹងនោះណាយើស្មានតែគេអត់ដឹងឯងលក់ក្បាលឲ្យគេបានប្រមាណនាមយកលុយទៅចាយគ្នាពួកអាកថោមីកថោហើយហ្នឹងហ៎កូនខ្មែរគេមិនល្ងងទេអាក្បត់ជាតិអាក្បត់ជាតិងាប់ចោលចឹងនៅស្រុកគេលក់ក្បាលឲ្យសៀមយកលុយមកចែកគ្នាឲ្យមកស្លាប់ខ្មែរមកបំផ្លាញខ្មែរមហិច្ឆតារបស់វាឃ្លានអំណាចចិត្តដាច់ខ្យល់កូនខ្មែរគេមិនល្ងងទេអាក្បត់ជាតិ3ចំនួនណានៅតែជឿពួកអាល្ងងមានល្ងងមួយចំនួនបន្តជឿទៅតែកូនខ្មែរគេមិនល្ងងទៅស្ដាប់អាងាប់ចោលចឹងនៅស្រុកគេឯងទេណានិយាយទៅកុំឲ្យឆាប់មានការជឿចាប់បងប្អូនល្ងងខ្លួនឯងណានិយាយឲ្យធ្វើខ្លួនឯងមកចាត់ប្រកាន់មកលើមកថ្នាក់ដឹកនាំណាមើងងាយខ្មែរសិតតែខ្មែរនឹងអត់មានកំភ្លើងអន់ណាសពគ្រប់បែបយ៉ាងដែលអាក្បត់ចិត្តងាប់ចោលចឹងនៅស្រុកគេឯងចោតមកលើខ្មែរណាអត់មានខ្លាចទេកាលណាសង្គ្រាមទៅវាអញ្ចឹងបងប្អូនអញ្ចឹងហើយបានថ្នាក់ដឹកនាំទាំងទ្វេលោករោគដំណោះស្រាយដើម្បីណាជូនប្រជាពលរដ្ឋកាលណាសង្គ្រាមទៅវាតែងតែមានងាប់ទៅមកហើយពួកអាថោកទៀបឯងនេះវាថោកណាស់ទៅលក់ក្បាលឲ្យគេមហិច្ឆតាចង់បានកាន់អំណាចទៅខົບខិតជាមួយចៅណែប្រាំផ្ញើទៅពួកអាកថោមីកថោខ្លះត្រូវយកគូនេះគិតពិចារណាថារាំងស៊ីធ្វើដើម្បីមហិច្ឆតាឃ្លានអំណាចចង់បានដឹកនាំប្រទេសតែគ្មានវាសនាទេណានឹងឲ្យបងអូនស្រីជេរវាខ្លះទៅពួកអាក្បត់ជាតិសំរាំងស៊ីចាអរគុណខ្លួនទីពឹងខ្លួនណាវាថោកទៀបពេកពុកម៉ែបងប្អូនណាមេដឹកនាំពីលក្ខណៈនៃរបបលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដែលស្រឡាញ់អំណាចខ្លួនឯងសម្រាប់ខ្លួនយេនិយាយមិនស្រឡាញ់មិនចង់អាហែងអត់ស្រឡាញ់អំណាចទេដើរទៅណាខុសស្នាបំផលណាចោតប្រកាន់គេសតគេអញ្ចេះមួយចុះមួយខ្លួនឯងអត់ឃ្លានអំណាចទេណាអត់ឃ្លានទេរាល់ថ្ងៃនេះក៏ដូចមានអាក្បត់ជាតិណាអាក្បត់ជាតិ3ចំនួនខ្លួនឯងអត់ឃ្លានអំណាចទេហ៎ហើយបើមិនឃ្លានអំណាចនេះកាន់ក្បាលមេក្រូដើរបំផលគ្រប់ប្រទេសទៅអីហ៎បើខ្លួនឯងល្អអត់ខ្ចោះមានទេដើរបំផលបំបីបំបាក់ម៉ែធ្វើអីហ៎មិនជួយរួបរวมសាមគ្គីខ្មែរទៅហាឡើងសត្វគេឃ្លានអំណាចហើយខ្លួនឯងអត់ឃ្លានអំណាចទេរាល់ថ្ងៃនេះហ៎ឃ្លានអំណាចញ័រធ្វើនយោបាយ40ឆ្នាំដើម្បីកាន់អំណាចទេវាអត់មានវាសនាដោយសារអាចរិតឆ្កែថោកទាបដោយអាក្បត់ជាតិឯងអញ្ចឹងពីរជាតិទៀតក៏គ្មានវាសនាបានធ្វើធំដែរណាសត្វតាគេនឹងឃ្លានអំណាចហើយចោះខ្លួនឯងនោះស្អីគេរាល់ថ្ងៃនោះហ៎អត់ឃ្លានអំណាចទេដើរបង្ខូចកិត្តិយសថ្នាក់ដឹកនាំចោលប្រកាន់គេសត្វតាគេមិនកើតចេះមិនកើតចោលហើយអាហែងនឹងធ្វើអីគេដើម្បីអីគេរាល់ថ្ងៃនោះមិនធ្វើដើម្បីអំណាចទេយេអាក្បត់ជាតិអីក៏ថោកទាបម៉េចហ៎សត្វតាគេនឹងឃ្លានអំណាចណាហើយខ្លួនឯងអត់ឃ្លានអំណាចស្រឡាញ់ទឹកដីនឹងឲ្យខ្មែរយើងយល់ឃើញថាឲ្យសន្និដ្ឋានឲ្យប្រាជ្ញាថាមិនត្រូវឲ្យមេដឹកនាំបែបនេះទៅកាន់អំណាចទៀតទេអត់ណាតែបណ្ដោយឲ្យកាន់អំណាចបែបនេះអត់ពីណាមិនឲ្យមេដឹកនាំកាន់អំណាចប្រជាពលរដ្ឋគេបោះឆ្នោតជូនទៀតណាអាក្បត់ជាតិឯងគ្មានវាសនាបានមកជន់ដីខ្មែរទេណាអាក្បត់ជាតិពួកអា
មានវាសនាបានជាប់ស្រុកខ្មែរទេកុំសង្ឃឹមណាសត្វគេនឹងឃ្លានអំណាចគឺខ្លួនឯងនឹងធ្វើដើម្បីគេខែងធ្វើដើម្បីអំណាចទេរងឯងនេះទៅខົບខិតជាមួយចោលឃ្លានអំណាចចង់កាន់អំណាចហ្នឹងឯងហ៎អាក្បត់ជាតិ3ចំនួនអាក្បត់ជាតិសួរពូជអាក្បត់ជាតិ3ចំនួនអាក្បត់ជាតិងាប់ចោលចឹងនៅស្រុកគេហ៎យេ ស្រុកយើងបងទាំងស្រុងតែម្ដង បាត់ក្បាលវាណាបាត់បងទាំងស្រុងក្បាលវាណាហើយចាំមើលបាត់ឬក៏មិនបាត់ចាំមើលមើលណាចាំមើលអាក្បត់ជាតិ បញ្ហាដែលសំខាន់មួយនៅលើពិភពលោកនេះអាដាម អាដាមអាចឆ្កែស្អីទេអាដាមអីគេអាហ្នឹង គុំដតីទៀតកើតឡើងណាឧទាហរណ៍ថានៅពេលដែលមានសង្គ្រាមខ្មែរថៃនៅពេលដែលខ្មែរបាត់បង់ទឹកដីជាង40ទីតាំងទៅដល់ប្រទេសថៃអីចឹងទៅពិភពលោកចាប់ផ្ដើមមានបញ្ហាថ្មីមួយទៀតឧទាហរណ៍សង្គ្រាម ពិភពលោកណាទេពិភពលោកណាអាជនច័ន្ទបោកពួកអាកថោគ្រប់ពីលើក្បាលណា យុទ្ធធម៌បានគេមើលងាយ ដើម្បីស្រោចស្រង់ជាតិកម្ពុជាឡើងវិញមានគម្រោងបែបណាខ្លះបន្ទាប់ពីលឺសំណូមពររបស់គាត់ដែលទុកចិត្តដែលពឹងផ្អែកទាំងស្រុងទៅលើរដ្ឋាភិបាលឯករាជ្យ$23នេះ យើងត្រូវអនុវត្តនយោបាយមួយដែលផ្ទុយស្រឡះពីនយោបាយដែលលោកហ៊ុនសែននិងកូនគាត់ហ៊ុនម៉ាណែតកំពុងតែអនុវត្តលោកហ៊ុនសែននិងហ៊ុនម៉ាណែតគាត់មិនហ៊ានប្តឹងទៅសហគមន៍អន្តរជាតិមិនហ៊ាន ចុះហើយមិនដឹងថាគេមិនដឹងថាថ្នាក់ដឹកនាំហ្នឹងមិនហ៊ានប្តឹងបើពាក្យបណ្ដឹងគេដាក់តាំងពីយូរហើយហ្នឹងណាពួកអស់ឯងនេះទោះបីដឹងក៏ហ៊ានមិនហ៊ាននិយាយការពិតដែរហើយចុះមិនដឹងថាថ្នាក់ដឹកនាំទាំងទ្វេមិនទៅដាក់ពាក្យបណ្ដឹងបើពាក្យបណ្ដឹងដាក់រួចយូរហើយហ្នឹងហើយពួកអាងាប់ឯងនិយាយភាសាហ្នឹងដែរថាថ្នាក់ដឹកនាំទាំងទ្វេមិនហ៊ានទៅដាក់ពាក្យបណ្ដឹងហើយចុះមិនហើយនឹងមកចេះដឹងអីរឿងទឹកដីខ្មែរអញហ៎ពួកអាឆ្កែក្បត់ជាតិពួកអាឆ្កែឯងងាប់ចោលចឹងនៅស្រុកគេដើរទៅបោកលុយគេចាយទៅកុំមកចេះដឹងរឿងស្រុកខ្មែរប៉ុន្តែខ្មែរមានសម្ដេចទាំងទ្វេលោកជាអ្នកមើលខុសត្រូវហើយពួកអាហៃនេះកុំមកចេះដឹងរឿងប្រទេសខ្មែរអញណាផ្ដាំផ្ញើទៅពួកអាក្បត់ជាតិទាំងអស់ណាផ្ដាំផ្ញើទៅថាស្រីនេះអ្នកនិយាយណាកុំមកចេះដឹងរឿងនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្មែរប្រទេសខ្មែរមានសម្ដេចទាំងទ្វេលោកអ្នកមើលខុសត្រូវហើយណា ប្តឹងទៅហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991 គេមិនប្តឹង ហើយមិនហ៊ានប្តឹងទៅតុលាការ ហាឡើងសតថ្នាក់ដឹកនាំមិនហ៊ានប្តឹងពុកម៉ែបងប្អូនពួកនេះវាកថោណានិយាយណាវាកថោណាបងអូនស្រីនីបងអូនស្រីនីបានលះបន្តិចមកដោះសារវានឹងស្រុកក្រៅស្រុកនឹងអានឹងចាប់ពុកម៉ែបងប្អូនវាអង្គុយតែចោតប្រកាន់ថាថ្នាក់ដឹកនាំរបស់យើងហ្នឹងមិនហ៊ានទៅប្តឹងទេណាហើយចុះមិនវាមិនដឹងថាគេហ្នឹងមិនទៅប្តឹងបើថ្នាក់ដឹកនាំទាំងទ្វេយើងបានដាក់ពាក្យបណ្ដឹងតាំងពីខែណាខែនេះមកហើយហ្នឹងហើយពួកវាអង្គុយតែចោតប្រកាន់ហ្នឹងពុកម៉ែបងប្អូនណា យុទ្ធធម៌តែលោកហ៊ុនសែនគាត់មិនហ៊ានប្តឹងទេមិនហ៊ានស្ដាប់តាមអ្វីដែលខ្ញុំលើកឡើងអំបញ្ញទេពីព្រោះកិច្ចព្រមព្រៀងទីក្រុង មិនស្ដាប់សម្ដីអាកថោសំរងស៊ីឯងទេសម្ដេចទាំងទ្វេលោកមិនទៅស្ដាប់សម្ដីអាកថោអត់ប្រយោជន៍ឯងទេអាកថោអត់ប្រយោជន៍ឯងនឹងវាស្អីគេមកបញ្ជាណាឲ្យគេទៅស្ដាប់សម្ដីអាកថោសំរងស៊ីឯងនឹងសម្ដេចទាំងទ្វេលោកមិនទៅស្ដាប់ទេណាព្រោះអីអាកថោឯងនឹងវាចរិតអំបានកូនក្មេងផងហ្នឹងហ៎ហេតុអីបានលោកទៅស្ដាប់សម្ដេចទាំងទ្វេលោកទៅស្ដាប់សម្ដីពួកអាអត់មយាទឯងហ្នឹងហ៎
អេសត្វតាសម្ដេចទាំងធ្វើសត្វតាលោកហ៊ុនសែនមិនស្ដាប់នឹងការសំណើរបស់ពួកវាអេពួកអានេះនិយាយយូរទៅវាហ៊ូហេតុហ្មង តម្រូវឲ្យប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យឲ្យគាត់សម្លាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាគឺគាត់បានរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះហើយអញ្ចឹងគាត់មិនអាចបែរទៅសុំឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះមកជួយប្រទេសកម្ពុជាទេបើគាត់អារាំងស៊ីមិនដឹងខ្យល់អីទេបងស្រី ដល់កម្រិតហ្នឹងគាត់មិនអាច អើយចាស់ហើយ40ចូលឆ្នាំហើយអត់កំណើត ជំរុញស្នើឲ្យមានការអនុវត្ត អរគុណលីសុកលិន យ៉ាងពេញលេញហ្នឹងគឺថាអនុវត្តចំពោះលទ្ធិប្រជាធិបតេយ្យផងចំពោះបូរណភាពទឹកដីប្រទេសកម្ពុជាផងបាទ គេថាអាមនុស្សហ៎បងប្អូនអាមនុស្សបានតែសម្ដីនេះគ្មានប្រយោជន៍ទេណាបើវាបានប្រយោជន៍វាបានធ្វើធំបាត់ហើយវាមិនមែនអង្គុយតែព្រុសនៅងាប់ចោលនៅស្រុកគេទេហ៎ឥឡូវខ្ញុំនិយាយពុកម៉ែបងប្អូនបើវាមានកំណើតមែនណាបើវាធ្វើនយោបាយឈ្នះសម្ដេចទាំងទ្វេមែនណាវាបានចូលស្រុកហើយវាមិនមែនបានតែសម្ដីព្រុសនៅស្រុកគេទេណាខ្ញុំនិយាយនេះខ្ញុំចង់ផ្ដែផ្ដាំទៅពុកម៉ែបងប្អូនមួយចំនួនថាឲ្យពួកគាត់ឈប់ចាញ់បោកពួកហ្នឹងទៅតែពួកគាត់មិនស្ដាប់យើងទេពុកម៉ែបងប្អូនគេថាសំរងស៊ីនេះជា idol ជាស្អីណាណៃទៅវិញណាចំពោះពួកសំរងស៊ីបង្កើតបដាតបោកលុយគេប្រាប់ពុកម៉ែបងប្អូនហើយថាកុំចាញ់បោកពួកសំរងស៊ីឲ្យសោះនៅតែគាត់ងប់ងល់ចាញ់បោកគេរហូតហើយពុកម៉ែបងប្អូនទៅមួយសាមិនអស់លុយតិចទេណាទៅជួបសំរងស៊ីម្ដងមិនអស់លុយតិចទេណាកុំគិតថាទៅនឹងអត់អស់លុយបងពុកម៉ែបងប្អូនទៅមួយសាណាក៏អស់លុយទៅមួយសាណាក៏អស់លុយកាត់តាំងពីប្រទេសបារាំងណាកាត់តាំងពីប្រទេសអូស្ត្រាលីដើម្បីទៅជួបសំរងស៊ីហើយសួរថាសំរងស៊ីហ្នឹងណាអត់យកលុយពីពួកគាត់មែនយកទាំងអស់ណាអានេះជានយោបាយរបស់ពួកសំរងស៊ីប៉ុន្តែពួកខ្លះណាចាស់ហើយគេប្រាប់បដៅថាកុំឲ្យចាញ់បោកសំរងស៊ីព្រោះសំរងស៊ីគ្មានវាសនាជាប់ដីស្រុកខ្មែរទីទេសំរងស៊ីគ្មានវាសនាបានមកធ្វើធំនៅស្រុកខ្មែរទីទេតែពួកគាត់នៅតែមិនជឿណាមិនជឿតាមនឹងចុះមិនជឿតាមនឹងចុះណាហើយអ្នកខ្លះកូនឲ្យលុយមកចាយអត់ហ៊ានចាយទេយកលុយហ្នឹងទៅឲ្យសំរងស៊ីពីការបោកបញ្ឆោតណាបោកប្រាស់របស់ណាជនអកតៈប្រមាណក្បាលដូចជាសំអានណាអេងឆៃអៀងណាសំរងស៊ីប្រមាណក្បាលពួកគេនឹងទៅគេប្រមូលផ្ដុំណាគេធ្វើអញ្ចេះធ្វើអញ្ចោះធ្វើជាបើកសមាជណាបង្កើតរដ្ឋាភិបាល23ដុល្លារអញ្ចេះមួយអញ្ចោះពីរទៅដើម្បីណាគេរកកម្រៃតាមហ្នឹងពុកម៉ែបងប្អូនគេរកលុយតាមហ្នឹងហើយពួកគាត់មិនយល់មិនដឹងគេថាសំរងស៊ីហ្នឹងចេះមួយចុះមួយទៅប្តឹងស្អីគេហ៎ឥឡូវខ្ញុំសួរថា23ដុល្លារនេះបង្កើតបាក់នេះណាពួកហ្នឹងបានជួយស្អីពួកហ្នឹងមានសមត្ថភាពស្អីឥឡូវខ្ញុំសួរពុកម៉ែបងប្អូនសួស្ដីបងណាខ្ញុំសួរថាពួកសំរងស៊ីនេះវាមានសមត្ថភាពស្អីទៅប្តឹងតុលាការ ICJ វាមានសិទ្ធិអំណាចស្អីទៅប្តឹងតុលាការ ICJ ពុកម៉ែបងប្អូនជួយគិតពិចារណាទាំងអស់គ្នាណាពួកនេះគ្រាន់តែជាកន្ធោណាស្អុយក៏គ្រប់ប្រមាណក្បាលទេបង្កើតព្រឹត្តិការណ៍ដើរតបោកលុយគេទេវាគ្មានហ៊ានសិទ្ធទៅប្តឹងស្អីគេ23ដុល្លារទៅប្តឹងអង្គការ ICJ ពួកវាស្អីគេពីណាគេទទួលស្គាល់ឥឡូវពុកម៉ែបងប្អូនជួយគិតពិចារណាមើលថាពីណាគេទទួលស្គាល់វាមានសិទ្ធិអំណាចស្អីទៅប្តឹងអង្គការ ICJ ហ៎សួរថាពិភពលោកនេះប្រទេសណាគេទៅទទួលស្គាល់ក្រុមសំរងស៊ីអត់មានពីណាគេទៅទទួលស្គាល់ក្រុមបកពួកសំរងស៊ីទេពុកម៉ែបងប្អូនអត់មានទេណាគេទទួលស្គាល់តែរដ្ឋាភិបាលស្របច្បាប់ដូចជាសម្ដេចទាំងទ្វេអាហ្នឹងគេទទួលស្គាល់មែនពិភពលោកហើយចុះពួកសំរងពួកអកថានេះមួយថ្ងៃអង្គុយទៅអួតឈរអួតទៅកន្លែងណាអួតកន្លែងហ្នឹងណាទៅប្តឹងចេះទៅប្តឹងចុះមានសិទ្ធិអំណាចស្អីទៅប្តឹងណា
គៀនលបងគេហ្នឹងកាន់ដាក់กระดาษហ្នឹងឈោអូតហ្នឹងមានសិទ្ធអីមានសិទ្ធអំណាចស្អីគេទទួលស្គាល់ត្រង់ណាតែថាខ្លួនឯងទៅប្តឹងអង្គការ ICJ ណាមានតែសម្ដេចទាំងទ្វេទេដែលពិភពលោកគេទទួលស្គាល់ណាពុកម៉ែបងប្អូនខ្ញុំប្រាប់ហើយថាពួកនេះល្បិចវាណាល្បិចបោកលុយដែរពុកម៉ែបងប្អូនណានៅអាបុតបុនទិញមួយទៀតអាតងោលអូបើអាបុតបុនទិញហ្នឹងអាហ្នឹងមិនបាច់និយាយទេពុកម៉ែបងប្អូនប៊ូសលោកស្អីវានៅតែផ្ទះហ្នឹងប៊ូសលោកជួផ្ទះគេនៅប៊ូសលោកអត់មានជួផ្ទះប៊ូសលោកអត់មាននៅវត្តទេចំពោះបុតបុនទិញណានៅវត្តភ្នំសេរីហ្នឹងលើថាកាលមុនហ្នឹងគេមិនអត់ត្រូវគ្នាទេមកជួផ្ទះគេនៅហើយមីស្រីទៅកាត់ពីនាយធ្លាក់ដល់អាវដូចមីភ្នែកមៀមមកមីកភូមីកភេហ្នឹងកាត់ទៅរកបុតបុនទិញហ្នឹងណាពីណាពីណីពីអាឡម៉ង់ទៅហ្នឹងកាត់ទៅរកបុតបុនទិញសួរថាពួកនេះវាធ្វើនយោបាយទេគេបងប្អូនធ្វើនយោបាយដើម្បីមូលបង្កាច់រដ្ឋាភិបាលមូលបង្កាច់រដ្ឋាភិបាលណាដូចមីកភោដូចមីកភេស្អីគេនោះណាថ្ងៃមុនប្រហែលខែមុនគេចាក់សំឡេងគេថតសំឡេងសម្ដេចពុកណាសម្ដេចពុកដែលចូលហ៊ុនសែនឲ្យខ្ញុំស្ដាប់ខ្ញុំជេរខ្ញុំថាមីមុខមីថ្ងៃណាមុខមីហងឯងនេះហ៎មិនទាន់ដឹងស្អីផងសំដីរតនគិរីឯកុំដុលគិរីសំធ្វើខ្ទមមួយហើយសម្ដេចពុកលោកនិយាយពិតប្រកបលោកគ្មានដីឲ្យទេណាគ្មានដីឲ្យទេហើយដល់ពេលគេសម្ដេចអត់ឲ្យដីណាចូលទៅជេរងាកទៅជេរគាត់ណាណែពួកមីអស់នេះពុកម៉ែបងប្អូនពួកមីអស់នេះខ្ញុំនិយាយមែននិយាយថាដែរថាពួកមីអស់នេះវាមិនធ្វើដើម្បីជាតិទេធ្វើដើម្បីផលប្រយោជន៍បាក់ពួកវាតែប៉ុណ្្នឹងទេមិនមែនណាដោយសម្ដេចទាំងទ្វេដែលលោកធ្វើដើម្បីប្រជាពលរដ្ឋលោកធ្វើដើម្បីជាតិពួកវាធ្វើមិនធ្វើដើម្បីជាតិទេពួកវាធ្វើដើម្បីតែសបាយបាក់ពួកវាប្រមាណក្បាលហ្នឹងណាដូចជាសំរងស៊ីណាសេងរតនាអ៊ំសំអានអេងឆៃអៀងណានៅអាប្រមាណក្បាលនោះទៀតឃើញឯពុកម៉ែបងប្អូនបងកើតបាក់ដើរបោកគេណាហើយតាំងខ្លួនឯងគេអីគេ20បង្កើត23ដុល្លារនាំគ្នាណាជួយស្រោចស្រង់ប្រទេសជាតិអាចឆ្កែស្អីគេបើជាតិមួយនេះសម្ដេចទាំងទ្វេសម្ដេចតេជោហ៊ុនសែនលោកយកអាយុជីវិតទៅបដូរជាមួយសុខសន្តិភាពឥឡូវបន្តវេនសម្ដេចមហាបវរធិបតីហ្នឹងហើយពួកវានិយាយថាមកជួយស្រោចស្រង់ជាតិចុះបើជាតិរាល់ថ្ងៃនេះបងប្អូនប្រទេសខ្មែរនេះណាទោះបីថាពិភពលោកគេកំពុងតែឈួរច្បល់រឿងថ្លៃសាំងរឿងថ្លៃប្រេងណាពុកម៉ែបងប្អូនឃើញហើយរឿងព្រំដែនក៏នៅតែបងកបង្កើនផលតាមមុខរបររៀងខ្លួនហើយពួកវាអត់មានសេរីភាពវាថារងថ្ងៃប្រជាពលរដ្ឋមានសេរីភាពទេពួកប្រឆាំងវាអត់ហ៊ាននិយាយណាថាប្រទេសខ្មែរមានសេរីភាពទេណាពួកវាដើរទៅកន្លែងណាចោលកន្លែងហ្នឹងពួកវាដើរទៅកន្លែងណាចោលប្រកាន់កន្លែងហ្នឹងថាខ្មែរហ្នឹងគ្មានសេរីភាពណាខ្មែរហ្នឹងចេះមួយចេះពីរអាខ្លះណារស់នៅស្រុកខ្មែរពុកម៉ែបងប្អូនមានសត្វតែផ្ទះវិឡានៅជិះសត្វតឡានទំនើបដល់ពេលវាខົບខិតជាមួយពួកប្រឆាំងវាថាខ្មែរយើងហ្នឹងចេះមួយចេះពីរទាំងក្បាលវាមានមុខរបររកស៊ីត្រឹមត្រូវខ្ញុំឆែកមើលមួយនៅផ្សារអូស័យផ្ទះវារកស៊ីណាចំនួនគេហៅថាលក់តាមអនឡាញមួយហ្នឹងឥឡូវប្លុកខ្ញុំបាត់ណាវាប្លុកខ្ញុំបាត់វាថារបបហ៊ុនសែនហ្នឹងចេះរបបហ៊ុនសែនចុះដល់ពេលឆែកមើលទៅមីហ្នឹងលក់អនឡាញទៀតដល់ពេលខ្ញុំខមមិនទៅខ្លាំងប្លុកខ្ញុំចោលបាត់ខ្ញុំថាថ្ងៃប្រយ័ត្នទៅដល់ផ្ទះហើយថ្ងៃមានមុខរបរស៊ីត្រឹមត្រូវថ្ងៃមានមុខរបររកស៊ីត្រឹមត្រូវដោយសារថ្ងៃរស់នៅក្នុងរបបហ្នឹងហ៎ខ្ញុំខមមិនទៅអញ្ចឹងពុកម៉ែបងប្អូនប្លុកខ្ញុំបាត់ហើយណាហើយខ្ញុំវាអត់ចេះអង់គ្លេសពុកម៉ែបងប្អូនខ្ញុំមើលឈ្មោះវាអត់ឃើញវាថារបបហ្នឹងចេះរបបហ្នឹងចោះខ្ញុំចូលទៅខមមិនថាថ្ងៃណាប្រយ័ត្នថ្ងៃរស់នៅក្នុងរបបហ្នឹងថ្ងៃមានមុខរបររកស៊ីត្រឹមត្រូវថ្ងៃមានសត្វតាឡានទំនើបជិះថ្ងៃមានសត្វតាផ្ទះថ្មនៅថ្ងៃថារបបនឹងអត់កើតទៀតណាមីប្រែតមួយក្នុងប្លុកខ្ញុំបាត់ហើយ
ណាសួស្ដីក្មួយស្រីចាសួស្ដីលោកពូនិយាយពី account ដូររហូតពូច័ន្ទនេះដល់ពេលក្មួយនឹងវិញពូឯងដូរ account ច្រើនពេកក្មួយអត់ដែរចេះដូរ account នេះ account 3នឹងដោយសារពីមុន account តែមួយទេដល់ពេលពួកប្រឆាំងវាចេះតែ report យូរទៅអត់មានអ្នកមើលបង្កើត account មួយទៀតដល់ពេលអញ្ចឹងមួយទៀតបង្កើតមួយទៀតរងឯងបាន3តែឈ្មោះនៅតែដែរណាអត់ខ្ជិលដោពិបាករកបងប្អូនយើងពេលខ្លះគាត់ពិបាករកលោកពូណាឥឡូវនិយាយ10ក្រោយទៅវិញណាខ្ញុំនិយាយមួយនៅអូស័យហ្នឹងដល់ពេលគេថាអូរបបហ្នឹងចេះរបបហ្នឹងដល់ពេលខ្ញុំ comment ដាក់ចំទៅប្លុកខ្ញុំបាត់ខ្ញុំថាអូមីនេះហើយមីនេះវារោគស៊ីមានមុខរបរត្រឹមត្រូវជីសិតតឡានល្អផ្ទះថ្មនៅទាំងចុងវាថារបបហ្នឹងចេះរបបហ្នឹងចុះអញ្ចឹងបានថាចរិតសន្តានពួកអាឆ្កែប្រឆាំងមីឆ្កែប្រឆាំងនេះវាថោកទាបណាស់ពុកម៉ែបងប្អូនទោះបីវារស់នៅក្នុងណាក្នុងការដឹកនាំរបស់សម្ដេចទាំងទ្វេវាមានប្រប៉ុណ្ណឹងក៏វានៅតែចាញ់បោកអានោះដែរណាដោយបាក់ពូសំរងស៊ីជាពិសេសសំរងស៊ីសិតតែខ្មែរយើងនឹងគ្មានសេរីភាពណាកូនខ្មែរយើងចេះកូនខ្មែរចោះអញ្ចឹងបានខ្ញុំផ្ដាំបញ្ញាថាអត់មានសេរីភាពមានតែបាក់ពួកប្រឆាំងទេអានោះពួកវាអត់មានសេរីភាពមែនហើយចុះបើពួកវានិយាយចេញមកឆ្វេងពុកម៉ែបងប្អូនណាគ្មានគេຕົកក្បាលវាទេគ្មានពីណាຕົកក្បាលវាឲ្យធ្វើតាមតែអំពើចិត្តទេណាអត់មានសេរីភាពយ៉ាងម៉េចកូនខ្មែរមានលុយដើរទៅណាក៏បានទៅដល់ណាក៏បានចង់ដើរលេងមកយប់ទួលភ្លើក៏បានកុំឲ្យទៅប៉ះពាល់គេទៅលួចទៅឆក់ទៅប្លន់គេនិយាយកូនខ្មែរណាអត់មានសេរីភាពដូចអាក្បត់ជាតិសំរងស៊ីនិយាយឥឡូវពុកម៉ែបងប្អូនជួយគិតពិចារណាទាំងអស់មើលវានិយាយហាឡូវវាថាខ្មែរយើងគ្មានសេរីភាពទេណាខ្មែរយើងមានសេរីភាពអាណិតខ្មែរណាអាណិតកូនខ្មែរណាប៉ុន្តែដើរបោកលុយគេម្ដងបាននឹងកធនបាននឹងស្បោងមិនដែលបលៀនឲ្យកូនខ្មែរណាសំបីតាម1000ដូចខ្មែរយកទៅទុកណាជីវិតចុងក្រោយរបស់ខ្លួនឯងអារាំងស៊ីណាអាហ្នឹងនិយាយពីអារាំងស៊ីណាព្រោះអារាំងស៊ីនេះមនុស្សថោកទាបបំផុតអត់បានអំណាចដើរបង្ខូចគេសត្វតគេនឹងឃ្លានអំណាចសត្វតគេនឹងកាន់អំណាចអីណាណីហើយចោះរាល់ថ្ងៃនេះសំរងស៊ីឯងធ្វើដើម្បីគេមិនធ្វើដើម្បីអំណាចទេហ៎សំរងស៊ីឯងធ្វើដើម្បីស្អីគេរាល់ថ្ងៃហ្នឹងមិនធ្វើដើម្បីអំណាចទេហ៎ហើយចោះពីណាគេឲ្យសំរងស៊ីឯងមកដឹកនាំបាក់ពួកសំរងស៊ីឯងដឹកនាំតែឆ្កែដឹកនាំកើតផងនោះតែបាក់ពួកឯងប្រមាណក្បាលមិនត្រូវគ្នាផងនោះចង់មកដឹកនាំកូនខ្មែរណាកូនខ្មែរអត់ត្រូវការទេកូនខ្មែរអត់ត្រូវការទេត្រូវការតែសម្ដេចទាំងទ្វេបន្តវេនសម្ដេចមហាបវរធិបតីដែលលោកខិតខំរំដោះប្រទេសជាតិមួយនេះជូនប្រជាពលរដ្ឋណាកូនខ្មែរគេអត់ត្រូវការអាក្បត់ជាតិ3ចំនួនឯងទេទោះបីអាក្បត់ជាតិឯងដើរបង្ខូចកិត្តិយសរបស់សម្ដេចទាំងទ្វេដល់កន្លែងណាក៏ដោយនៅតែគ្មានវាសនាឈ្នះសម្ដេចទាំងទ្វេទេអត់ទេព្រោះអីសម្ដេចទាំងទ្វេគេហៅថាជាការពិតហើយចុះសំរងស៊ីឯងការពិតអត់និយាយម្ដងណាក៏ដោយកាន់ក្បាលមេក្រូមួយគេមិនកើតអញ្ចេះគេមិនកើតអញ្ចោះថងខ្លួនឯងដើរទៅបោកលុយគេអត់ដែលហ៊ាននិយាយខ្លួនឯងហ៎ពុកម៉ែបងប្អូនខ្លួនឯងដើរបង្កើតបាក់ដើរទៅបោកលុយគេហើយចោតគេសត្វតែគេអត់កើតហ៎គេអត់កើតទេប្រទេសខ្មែររីកចម្រើនណាសមិទ្ធផលនានាស្ពានឆ្លងទន្លេឥឡូវគ្រប់កន្លែងហើយរឿងស្ពានឆ្លងទន្លេណាឥឡូវនេះចង់គ្រប់កន្លែងហើយពុកម៉ែបងប្អូនខ្ញុំជិះឡានទៅពេញមើលកន្លែងណានេះស្ពាននេះទំបកើត2ទៀតនេះខ្ញុំអាហ្នឹងសក់ស្ពានឆ្លងទន្លេពុកម៉ែបងប្អូនហើយចោលតែគេមិនកើតសួរថាសម័យណាមានស្ពានឆ្លងទន្លេដូចសម័យសម្ដេចតេជោហ៊ុនសែននេះសម័យសម្ដេចទាំងទ្វេនេះសួរថាជំនាន់ណាលោកពូណាពុកម៉ែបងប្អូនបងសុកយន្តជួយខមមិនតិចមើលសួរថាសម័យណាមានស្ពានឆ្លងទន្លេគ្រប់កន្លែងដូចសម័យសម្ដេចទាំងទ្វេហ្នឹងឥឡូវជួយប្រាប់តិចមើលតែអារាំងស៊ីវាហ៊ាននិយាយការពិតទោះ
បីថាខ្មែរហ្នឹងសេដ្ឋកិច្ចវារបៀបណាប្រភពលោកមិនមែនតែខ្មែរទេពិភពលោកនេះតែបន្តណានៅតែបន្តកសាងជាតិណាដូចជាផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យស្ពានឆ្លងទន្លេនៅតែបន្តកសាងអត់មានឈប់ទេពុកម៉ែបងប្អូនណាអានេះយើងនិយាយភាពជាក់ស្ដែងណាយើងនិយាយភាពជាក់ស្ដែងអត់មានលើកជើងអត់មានទៅលឹកពងអីដូចពួកវាចោតប្រកាន់ទេតែពួកវាអត់មានកំណត់ខ្លួនឯងវាមិនដែលបានជួយជាតិឲ្យយើងទៅសើពួកវារបៀបម៉េចឲ្យយើងទៅគ្រប់គ្រងពួកវារបៀបម៉េចណាយើងអត់គ្រប់គ្រងពួកវាវាថាយើងហ្នឹងលើកជើងចេះមួយចេះពីរភាពជាក់ស្ដែងយើងត្រូវនិយាយហ៊ានការពិតឥឡូវពុកម៉ែបងប្អូនផ្លូវថ្នល់ណាមន្ទីរពេទ្យវត្តស្ពានឆ្លងទន្លេនៅតែបន្តកសាងណារីកស្គូស្គីទោះបីថាយើងមានបញ្ហាជាមួយអាចោពួកវាលូកក្បាលក៏ដោយតែថ្នាក់ដឹកនាំទាំងទ្វេរបស់យើងនៅតែបន្តកសាងអត់ឈប់អត់ឈរណាហើយរឿងអីដែលយើងមិនត្រូវហ៊ាននិយាយការពិតហើយឲ្យយើងទៅគប់ទៅសើគប់គុនពួកវារបៀបម៉េចបើពួកវាបង្កើតបដាតបោកលុយគេមិនដែលបានជួយកូនខ្មែរសំបីតែប្រគុណអាចមួយក៏អត់មានដែរហើយឲ្យយើងទៅលើកទៅសើពីវាត្រង់ណាណាយើងមិនត្រូវណាយើងរស់នៅក្រោមដើមឈើណាយើងត្រូវណាយើងត្រូវណាគេថាដើមឈើមួយហ្នឹងយើងត្រូវថែរក្សាដើមឈើហ្នឹងហើយឲ្យទៅថែអាសាពួកវារបៀបម៉េចបើពួកវាងាប់ចោលចឹងនៅស្រុកគេមួយថ្ងៃណាក៏ស្រែកថ្នាក់ដឹកនាំអញ្ចេះសម្ដេចហ៊ុនសែនអញ្ចេះហ៊ុនម៉ាណែតអញ្ចេះគេអត់កើតទាំងអស់ពួកវាដើរទៅបោកលុយគេចែកគ្នាចាយអាហ្នឹងពួកវាកើតណាដោយអាអីសមាជស្អីគេអាចឆ្កែស្អីគេអា23ដុល្លារផេះអីគេនោះហ៎បាក់ពួកវាប្រមាណក្បាលប្រមូលផ្ដុំបន្តិចបង្កើតព្រឹត្តិការណ៍បន្តិចបង្កើតព្រឹត្តិការណ៍បើទៅបោកលុយគេហើយឲ្យយើងទៅគ្រប់គ្រងវារបៀបម៉េចពុកម៉ែបងប្អូនណាអ្នកថាមិនដែលធ្វើអ្នកធ្វើមិនដែលថាអរគុណបងពិតប្រកបណាស់ហើយអ្នកធ្វើចាំតែខុសអាអ្នកមិនធ្វើចាំតែត្រូវណាអាហ្នឹងខ្ញុំយល់ឃើញចំពោះពួកអាក្បត់ជាតិងាប់ចោលចឹងនៅស្រុកគេកុំខ្វល់នឹងសម្ដីថោកទាបពួកវាបងប្អូនយើងនៅតែគ្រប់គ្រងជឿជាក់លើថ្នាក់ដឹកនាំទាំងទ្វេរបស់យើងណាចង់និយាយថាទោះបីជា900ជាតិទៀតក៏ប្រជាជនខ្មែរមិនត្រូវការពួកអាក្បត់ជាតិសៀមរាំងស៊ីដែរអរឃើញទេចន្ទធីអរគុណបងណាកូនខ្មែរយើងនៅតែបន្តជឿជាក់លើរដ្ឋាភិបាលជាពិសេសសម្ដេចតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីរបស់យើងកូនខ្មែរយើងត្រូវតែជឿជាក់ព្រោះអីយើងអត់មានរស់ក្រោមរបបអីគេអាក្បត់ជាតិ3ចំនួនហ្នឹងទេអាក្បត់ជាតិ3ចំនួននេះតាំងពីឪពុករហូតដល់កូនជីតាក្បត់ជាតិខ្លួនឯងទៅលូកក្បាលឲ្យបរទេសកូនខ្មែរយើងត្រូវតែជឿជាក់លើការដឹកនាំរបស់សម្ដេចទាំងទ្វេជាពិសេសសម្ដេចតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីណាដែលលោកខិតខំរំដោះជាតិជូនប្រជាពលរដ្ឋការពារជាតិការពារប្រជាពលរដ្ឋណាលោកមិនដែលរត់ចោលស្រុកសំបីតែម្ដងបើពួកអាក្បត់ជាតិបងប្អូនឃើញទេស្នេហាជាតិនៅតែស្រុកគេហ្នឹងស្នេហាជាតិនៅតែស្រុកគេទេវាគ្មានបានជួយដល់ប្រជាពលរដ្ឋខ្មែរយើងប៉ុណ្ណឹងណាហើយសេនាសូមផ្ដាំផ្ញើទៅបងប្អូនដែលនៅនាយសមុទ្រណាមិនថាចាស់មិនថាក្មេងប្រាប់ឲ្យថាឈប់ជឿទៅសំរាំងស៊ីតែពួកគាត់នៅតែបន្តជឿហើយសង្ឃឹមស្អីទៀតបើសំរាំងស៊ីឥឡូវអាយុ77ឆ្នាំហ្នឹងហើយសំរាំងស៊ីក៏